ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះលើកយកសៀវភៅ The Richest Man in Babylon មកចែកចំណេះដឹងសំខាន់មួយចំនួនទាក់ទងហិរញ្ញវត្ថុដល់បងប្អូនឲ្យបានស្វែងយល់តើបងប្អូនប្រមាណអ្នកធ្លាប់អានសៀវភៅនេះសៀវភៅនេះសរសេរដោយលោក George S. Clason ក្នុងឆ្នាំ1926ជិត100ឆ្នាំមកហើយវានៅតែចាត់ទុកជាសៀវភៅណែនាំផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនដ៏មានឥទ្ធិពលមានលក្ខណៈបែបបុរាណដ៏ចំណាស់តែវាមិនហួសសម័យទេគឺនៅតែអាចអនុវត្តបានសម្រាប់មនុស្សសង្គមសតវត្សទី21នេះមេរៀនទី1មនុស្សភាគច្រើនបើនិយាយអំពីរឿងលុយនិយាយអំពីការស្វែងរកទ្រព្យសម្បត្តិពួកគេមានអារម្មណ៍អៀនខ្មាស់ដោយខ្លាចអ្នកដទៃយល់ថាខ្លួនជាមនុស្សលោភលន់ជាដើមប៉ុន្តែដោយស្មោះត្រង់ទៅមនុស្សនឹងមិនអាចសម្រេចបានលទ្ធផលហិរញ្ញវត្ថុពោលគឺមានទ្រព្យសម្បត្តិស្ដុកស្ដាំបានទេបើពួកគេមិនចង់បានវាមិនផ្ដោតនឹងបដិញ្ញាបង្កើតកសាងទ្រព្យសម្បត្តិនោះទេតាមរឿងរ៉ាវរបស់អ្នកមានបំផុតឈ្មោះអាខាតនៅក្រុងបាប៊ីឡុនគាត់ចែករំលែកគតិបណ្ឌិតសម្រាប់អ្នកចំនួនក្រោយដែលមានក្តីប្រាថ្នាចង់ក្លាយជាអ្នកមាននៅវិធីសាស្ត្រកសាងទ្រព្យសម្បត្តិដោយសុចរិតផ្ដើមពីការយល់ថាការមានទ្រព្យសម្បត្តិគឺនឹងនាំមកនូវសេចក្តីសុខសេចក្តីស្កប់ស្កល់និងថាមពលនៃអ្វីៗគ្រប់យ៉ាងយល់ថាវាគឺជាអំណាចពេលមានទ្រព្យសម្បត្តិអ្នកអាចធ្វើរឿងជាច្រើនដោយរលូនដូចជាទិញលំនៅឋានស្ដុកស្ដម្ភទិញមធ្យោបាយធ្វើដំណើរប្រកបដោយផាសុកភាពបរិភោគអាហារឆ្ងាញ់មានលទ្ធភាពតែទាំសុខភាពឲ្យបានល្អនិងជួយដល់អ្នកដទៃញាតិមិត្តបងប្អូនជិតឆ្ងាយបានទៀតផងចូលកុំរួញរាឬអៀនខ្មាស់ហើយលាក់បាំងបំណងប្រាថ្នារបស់ខ្លួនមិនហ៊ាននិយាយអំពីរឿងលុយរឿងកសាងទ្រព្យសម្បត្តិជាមួយអ្នកដទៃតទៅទៀតព្រោះអ្នកដឹងរួចមកហើយថាលុយដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យជីវិតរបស់មនុស្សម្នាក់ៗមានភាពល្អប្រសើរលុយមិនមែនធ្លាក់ពីលើមេឃទេលុះត្រាអ្នកស្វែងរកវាយ៉ាងសកម្មនិងយល់ដឹងអំពីអាចកបាំងមួយចំនួនអំពីរបៀបដែលលុយធ្វើការមេរៀនទី2បើអ្នកចង់បង្កើតទ្រព្យសម្បត្តិអ្នកត្រូវវិនិយោគលើខ្លួនឯងនៅពេលអ្នកមានចំណេះដឹងមានជំនាញច្បាស់លាស់មានបញ្ញាផ្នែកលុយខ្ពស់ជាងមុននោះអ្នកនឹងមានឱកាសកសាងទ្រព្យសម្បត្តិបានច្រើនមិនខានលោក Warren Buffett ចំណាយពេល 80% នៃថ្ងៃរបស់គាត់ដើម្បីអានសៀវភៅលោក Elon Musk ក៏ចូលចិត្តអានសៀវភៅផងដែរអនុប្រធានក្រុមហ៊ុន Berkshire Hathaway ឈ្មោះ Charlie Munger ក៏មានទ្រព្យសម្បត្តិប្រមាណ $2.5 លានគាត់ក៏ចូលចិត្តអានសៀវភៅខ្លាំងណាស់ដែរចូលខិតខំរៀនសូត្រអនុវត្តគំនិតកែលម្អអភិវឌ្ឍសមត្ថភាពជាប្រចាំព្រោះថាវាជាការវិនិយោគដ៏សំខាន់ដំបូងនិងជារៀងរហូតតទៅបើអ្នកចង់បើកផ្លូវឆ្ពោះទៅរកទ្រព្យសម្បត្តិស្ដុកស្ដម្ភមេរៀនទី3រៀនអំពីគំនិតរបស់មហាសេដ្ឋីបញ្ញាមិនអាចកើតឡើងតាមរយៈការរៀនសូត្រត្រឹមតែទ្រឹស្ដីនោះទេលុះណាអ្នកចេញអនុវត្តផ្ទាល់ចេញជួបបុគ្គលិកសំខាន់ចេញជួបបុគ្គលជោគជ័យក្នុងផ្នែកហិរញ្ញវត្ថុតួអង្គអាខាតដែលជាស្មៀនម្នាក់មានឱកាសជួបអ្នកជំនួញដ៏មានទ្រព្យសម្បត្តិច្រើនគាត់ចង់រៀនអំពីវិធីកសាងនិងរក្សាទ្រព្យសម្បត្តិអំពីសេដ្ឋីម្នាក់នោះអាខាតហ៊ានស្នើសុំហ៊ានសាកសួរពីវិធីខ្លាយជាអ្នកមានអំពីអ្នកជំនួញដ៏ជោគជ័យនោះភាពក្លាហាននិងការតស៊ូការខិតខំប្រឹងប្រែងធ្វើការដោយឆ្លៀសវៃការវិនិយោគពេលវេលាដោយប៉ិនប្រសប់អាខាតបានទទួលកូនសោចាក់បើកលេខសម្ងាត់លើទ្វារទៅរកទ្រព្យគឺការចេញធ្វើសកម្មភាពរៀនហើយត្រូវចេញអនុវត្តកុំរងចាំកុំពន្យាពេកព្រោះការចេះធ្វើសកម្មភាពនឹងបង្រៀនតម្រង់ទិសអ្នកបានឆាប់រហ័សហើយរុញអ្នកឲ្យឈានទៅមុខនឹងរីកចម្រើនជាងអ្នកដទៃមេរៀនទី4ត្រូវប្រឹក្សាយោបល់ជាមួយអ្នកជំនាញជាមួយអ្នកមានបទពិសោធន៍ដែលមានទស្សនវិស័យប្រាជ្ញាវិងវៃដើម្បីទទួលបានដំបូន្មានល្អយកទៅអនុវត្តក្នុងកិច្ចការប្រចាំថ្ងៃឲ្យទទួលផលក៏ប្រសើរកំហុសមួយរបស់លោកអាខាតគឺទៅសុំយោបល់ពីអ្នករៀបឥតអំពីរឿងវិនិយោគលុយសន្សំរបស់គាត់ប្រមាណ 10% ប្រចាំខែយកទៅទិញគ្រឿងអលង្ការកម្រពីពាណិជ្ជករម្នាក់ទុកលក់យកចំណេញនៅទីក្រុងបាប៊ីឡុនប៉ុន្តែវាคล้ายជាការបណ្ដាក់ទុនទទួលបានផលបរាជ័យដោយសារពួកគេមិនមានចំណេះដឹងអំពីគ្រឿងអលង្ការកម្រនិងតម្លៃរបស់វាយ៉ាងណានោះទេការសម្រេចចិត្តទទួលយកយោបល់ផ្នែកហិរញ្ញវត្ថុឬក៏ផ្នែកណាមួយក៏ដោយពីបុគ្គលខុសនាំឲ្យខាតបង់អ្នកត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់និងជ្រើសរើសដំបូន្មានឲ្យបានត្រឹមត្រូវពីអ្នកជំនាញពិតប្រាកដមេរៀនទី5កុំធ្វើការដើម្បីតែរកលុយត្រូវចេះប្រើលុយឲ្យធ្វើការឲ្យអ្នកទ្រព្យសម្បត្តិប្រៀបបានជាដើមឈើដុះចេញអំពីគ្រាប់ពូជតូចមួយនៅពេលអ្នកដាំដុះគ្រាប់ពូជនោះលឿនប៉ុណ្ណា
វានឹងចេញលូតលាស់ឆាប់រហ័សទៅតាមនោះដែរស្របពេលដែលអ្នកមើលថែទាំស្រោចទឹកដាក់ជីហើយវានឹងផ្ដល់ម្លប់ដ៏ត្រជាក់ដល់អ្នកវិញផងដែរពិតណាស់បើអ្នកមិនឲ្យលុយចេញធ្វើការដើម្បីអ្នកទេអ្នកនឹងមិនអាចបង្កើនទ្រព្យច្រើនឡើយបើទោះបីជាអ្នកមានចំណូលល្អទម្លាប់រស់នៅសន្សំសំចៃក៏ដោយត្រូវចេះវិនិយោគលុយឲ្យរីកចម្រើនទ្វេគុណស្វ័យគុណដើម្បីឈានដល់ការមានសេរីភាពពេលវេលាពេលចូលនិវត្តន៍ឧទាហរណ៍បើអ្នកមានចំណូល$10,000ក្នុងមួយឆ្នាំអ្នកដកសន្សំ10%នៃចំណូលស្មើនឹង$10,000ហើយរយៈពេល30ឆ្នាំអ្នកសល់លុយសន្សំតែ$30,000ប៉ុណ្ណោះតែបើអ្នកវិនិយោគ$10,000ទៅក្នុងការវិនិយោគដែលទទួលបានអត្រាផលចំណេញ8%ប្រចាំឆ្នាំហើយវិនិយោគរយៈពេល30ឆ្នាំអ្នកនឹងមានលុយ$1.1 លាននេះជាភាពឆ្លាតវៃផ្នែកហិរញ្ញវត្ថុចូលរៀនសូត្រអំពីវិធីសន្សំលុយវិនិយោគលុយសន្សំរបស់អ្នកឲ្យបានត្រឹមត្រូវបង្កើតប្រភពចំណូលឲ្យបានច្រើនប្រភពជៀសវាងការខាតបង់មេរៀនទី6ស្វែងយល់អំពីការចំណាយចាំបាច់និងការចំណាយតាមចំណង់តើវាមានអត្ថន័យដូចម្តេចភាសាអង់គ្លេសនិយាយថា need គឺជាចំណាយទាំងឡាយណាដែលមិនអាចជិះផុតបានមិនអាចកាត់ចេញបានដូចជាចំណាយថ្លៃអាហារថ្លៃស្នាក់នៅការធ្វើដំណើរទឹកភ្លើងថ្នាំពេទ្យការបង់ប្រាក់កម្ចីជាដើមវាជាចំណាយចាំបាច់ខុសពីចំណាយតាមក្តីប្រាថ្នាឬចំណាយតាមចំណង់ដែលភាសាអង់គ្លេសហៅថា want គឺជាការចំណាយតាមអារម្មណ៍មួយគ្រាដូចជាការចង់បានសម្លៀកបំពាក់ brand ស្បែកជើងល្អច្រើនម៉ូដច្រើនម៉ាកទូរស័ព្ទទំនើបថ្លៃរថយន្តល្អប្រណិតជាដើមអ្នកអាចកាត់ចំណាយតាមចំណង់បានតាមរយៈការទាមទារឲ្យមានវិន័យនិងផែនការចំណាយប្រចាំខែប្រចាំឆ្នាំឲ្យបានច្បាស់លាស់មនុស្សភាគច្រើនចំណាយតាមអារម្មណ៍ច្រើនជាងផ្ដោតលើភាពចាំបាច់ដែលធ្វើឲ្យពួកគេមានបញ្ហាហិរញ្ញវត្ថុមិនឈប់មិនឈរព្រោះអារម្មណ៍ចង់បានរបស់មនុស្សគឺឥតដែនកំណត់ដែលតែងតែប្រឌិតចំណាយមុនរហូតពេលដែលបានចំណូលចូលមកពិតណាស់អ្នកអាចរកបាន$1,000ហើយអ្នកអាចចាប់ផ្ដើមមានចំណងចាយវាយពី$1,500ទៅ$2,000តើត្រូវធ្វើដូចម្តេចគឺត្រូវកសាងទម្លាប់មានវិន័យនិងយល់ដឹងអំពីរឿងចំណាយចាំបាច់និងចំណាយតាមចំណង់ឲ្យបានច្បាស់និងត្រឹមត្រូវជាមុនចូលកុំចំណាយលើសសមត្ថភាពរកបានរបស់ខ្លួនមេរៀនទី7ត្រូវចំណាយឲ្យខ្លួនឯងជាមុន Pay yourself first ត្រូវដកយកចំណែកណាមួយនៃចំណូលរបស់អ្នកដើម្បីសន្សំទុកហើយមិនគួរតិចជាង10%នោះទេត្រូវសន្សំដើម្បីវិនិយោគចំណេះដឹងវិនិយោគលើទ្រព្យសម្បត្តិផ្សេងៗឲ្យកើនតម្លៃទុកសម្រាប់ថែទាំសុខភាពនិងគ្រោះអាសន្នផ្សេងៗក៏ដូចជាសន្សំសម្រាប់ពេលចាស់ទៅក៏អាចថាបានត្រូវគិតគូរខ្លួនឯងជាមុនចំណាយឲ្យត្រូវព្រោះអ្នកគ្មានពេលច្រើនដើម្បីចំណាយឲ្យអ្នកដទៃរីកចម្រើនហើយខ្លួនឯងបែរជាដើរថយក្រោយនោះទេមេរៀនទី8ចូលប្រយ័ត្នចំពោះការវិនិយោគដែលមានហានិភ័យខ្ពស់លោកអាខាតបានវិនិយោគលើគ្រឿងអលង្ការដោយមិនមានចំណេះដឹងអំពីគុណភាពនិងតម្លៃធ្វើឲ្យគាត់ខាតបង់ការវិនិយោគដោយសង្ឃឹមទទួលបានផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីការវិនិយោគលើវិស័យដែលខ្លួនគ្មានចំណេះជំនាញនិងបទពិសោធន៍ច្បាស់លាស់វាងាយធ្លាក់ចូលក្នុងអន្ទាក់របស់ជនខិលខូចជាពិសេសគឺចូលអន្ទាក់នៃភាពលោភលន់និងភាពល្ងង់ខ្លៅរបស់ខ្លួនឯងមេរៀនទី9ការការពារទ្រព្យសម្បត្តិទោះបីអ្នកពូកែរកលុយពូកែកសាងទ្រព្យសម្បត្តិបានច្រើនយ៉ាងណាតែបើអ្នកមិនមានវិធីសាស្ត្រការពារទេអ្នកប្រឈមនឹងការបាត់បង់ទ្រព្យសម្បត្តិទាំងអស់ទៅវិញមិនខានចូលកសាងកំផែងការពារទ្រព្យឲ្យរឹងមាំដូចជញ្ជាំងការពារទីក្រុងបាប៊ីឡុនដែលកសាងខ្ពស់និងជាប់មាំជាង100ឆ្នាំមុនដែលវាអាចទប់ទល់នឹងការវាយប្រហារពីសត្រូវបានគ្រប់កាលៈទេសៈដោយឡែកការកសាងកំផែងជញ្ជាំងការពារទ្រព្យសម្បត្តិរបស់អ្នកគឺប្រៀបបានជាការត្រៀមទុកពេលអាសន្ន3ទៅ6ខែឬ6ទៅ12ខែជាដើមឬច្រើនជាងនេះដែលអាចធ្វើទៅបានត្រៀមឲ្យបានមូលនិធិសង្គ្រោះបន្ទាន់ការធានារ៉ាប់រងសុខភាពឬអាយុជីវិតជាដើមមេរៀនទី10ក្រៅពីខិតខំរកលុយត្រូវចេះឲ្យតម្លៃជីវិតរកលុយបានតិចឬច្រើនជារឿងមួយតែការរក្សាថាមពលរីករាយការសម្របអារម្មណ៍ឲ្យស្ងប់សុខមានសន្តិភាពផ្លូវចិត្តល្អអាចសម្របតាមតថភាពរបស់ខ្លួនគឺវាមានតម្លៃលើសពីលុយដែលអ្នកមានជីវិតស្គាល់ភាពគ្រប់គ្រាន់ស្គាល់មូលដ្ឋានត្រឹមត្រូវក្នុងការចិញ្ចឹមជីវិតឲ្យប្រព្រឹត្តទៅដោយសុចរិតអាចជាគោលការណ៍ដ៏អស្ចារ្យទៅរកសេចក្តីសុខពិតប្រាកដមួយដែលមនុស្សភាគច្រើនមិនដឹង
ជារួមមកមានរៀនសំខាន់ដែលខ្ញុំបានលើកយកមកបង្ហាញថ្ងៃនេះរួមមាន 1. ការយល់ដឹងអំពីសារៈសំខាន់នៃការមានលុយមានទ្រព្យសម្បត្តិទើបជាចំណុចចាប់ផ្ដើមនៃការធ្វើដំណើរទៅរកការកសាងទ្រព្យសម្បត្តិពិតប្រាកដ 2. ចង់មានទ្រព្យសម្បត្តិច្រើនត្រូវហ៊ានវិនិយោគលើការកសាងសមត្ថភាពរបស់ខ្លួនឲ្យខ្លាំងឲ្យប្រកែផ្នែកហិរញ្ញវត្ថុ 3. រៀនសូត្រពីអ្នកជោគជ័យផ្នែកកសាងទ្រព្យ 4. ត្រូវរាប់អានឬរកអ្នកណែនាំឲ្យបានត្រឹមត្រូវអ្នកជំនាញផ្ដល់យោបល់អ្នកផ្ដល់ដំបូន្មានល្អៗ 5. ចេះប្រើលុយឲ្យធ្វើការបង្កើតប្រភពចំណូលច្រើនប្រភព 6. ត្រូវយល់ដឹងអំពីចំណាយចាំបាច់និងចំណាយតាមចំណង់ឲ្យបានច្បាស់លាស់ 7. ត្រូវចំណាយឲ្យខ្លួនឯងជាមុន Pay yourself first 8. ត្រូវឆ្លាតវៃនៅក្នុងការវិនិយោគ 9. ត្រូវមានយុទ្ធសាស្ត្រការពារទ្រព្យឲ្យបានគង់វង្ស ទី 10 លុយជាមធ្យោបាយប៉ុន្តែជីវិតមានតម្លៃលើសពីលុយរៀនរីករាយនិងរស់នៅដោយវត្ថុបំណងនៃការស្វែងរកសេចក្តីសុខពិតប្រាកដសម្រាប់បងប្អូនដែលពុំទាន់បានអានសៀវភៅនេះគួរទិញសៀវភៅនេះមកអានដើម្បីទទួលបានចំណេះដឹងលម្អិតបន្ថែមទៀតសូមអរគុណ